រាងកាយរឹងមាំហើយសុខភាពល្អនឹងដោយសារអ្វីតើបងប្អូនអ្នកគ្នាធ្លាប់គិតត្រង់ចំណុចហ្នឹងទេរាងកាយរឹងមាំឬក៏សុខភាពល្អមិនមែនដោយសារការទៅមន្ទីរពេទ្យទេគឺដោយសារការថែទាំសុខភាពរាល់ថ្ងៃឬក៏តាមរយៈចំណីអាហារដែលបងប្អូនញ៉ាំជាប្រចាំមនុស្សជាច្រើនសុទ្ធតែមិនសូវបានស្វែងយល់ហេតុផលនេះជាធម្មតាស្វែងរកពេទ្យរួចចំណាយលុយរាប់ពាន់ដុល្លារធម្មតាបាយម្ហូបដែលនៅសល់មិនដាច់ចិត្តបោះចោលតែងតែខ្លះសៃនៅក្នុងទូទឹកកកដើម្បីយកមកញ៉ាំនៅថ្ងៃក្រោយបងប្អូនអ្នកគ្នាមិនដឹងថាការដែលសន្សំសំចៃបែបនេះគឺសុទ្ធតែជាការសន្សំសំចៃមួយដែលបំផ្លាញសុខភាពបងប្អូនបំផ្លាញប្រព័ន្ធភាពស៊ាំបងប្អូននឹងឲ្យចុះខ្សោយហើយសុខភាពបងប្អូននឹងចាប់ផ្ដើមមានបញ្ហានៅថ្ងៃខាងមុខមិនមែនថាការសន្សំសំចៃនឹងអត់ល្អទេបងប្អូនអ្នកគ្នាប៉ុន្តែការសន្សំសំចៃដូចជាការដែលបងប្អូនរក្សានៅអាហារដែលញ៉ាំសល់ហើយទុកនៅញ៉ាំថ្ងៃក្រោយនឹងគឺសុទ្ធតែជារូបភាពមួយដែលវាបង្កឲ្យបងប្អូននឹងមានបញ្ហាសុខភាពនៅថ្ងៃក្រោយនឹងដែលរឹងខ្លួនដែលបងប្អូននឹងអាចចំណាយលុយច្រើនមែនទែនទៅលើការដែលបងប្អូននឹងទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺនៅថ្ងៃក្រោយចឹងបើសិនជាបងប្អូនស្រឡាញ់រាងកាយស្រឡាញ់សុខភាពមួយនេះជាយាមកាត់បន្ថយអាហារដែលបងប្អូននឹងញ៉ាំសល់ហើយរក្សាទុកញ៉ាំថ្ងៃក្រោយនឹងបើសិនជាអាចទេផ្លាស់ប្ដូរទម្លាប់ឡើងមកវិញដើម្បីឲ្យបងប្អូននឹងមានរាងកាយមួយដែលសុខភាពល្អមាំទាំហើយប្រព័ន្ធភាពស៊ាំបងប្អូននឹងមិនចុះខ្សោយ